មកដល់ពេលនេះអ្នកដែលជួបបញ្ហា Telegram ទាលុយនៅពេលដែលយើងចាប់ផ្ដើម login ទូរស័ព្ទដៃថ្មីទៅគឺនៅតែមានបងប្អូនយើងច្រើនបានជួបក៏ដូចជាថ្ងៃមុនក៏មានបងតាហ៊ានម្នាក់គាត់ឆាតមកខ្ញុំដែរគាត់ចង់ឲ្យប្រាប់ពីរបៀបដោះស្រាយថា login ធ្វើម៉េចដើម្បីឲ្យចូលដោយសារតែគាត់ត្រូវការតាក់ទងអីចឹងណាហើយខ្ញុំក៏បានប្រាប់គាត់ខ្លះៗផងដែរហើយក៏ទទួលបានជោគជ័យក៏ប៉ុន្តែថ្ងៃនេះដែរគឺខ្ញុំចង់មកចែករំលែកលម្អិតបន្ថែមទៀតដោយសារតែមានបងប្អូនយើងស្នើសុំច្រើនបន្ទាប់ពីខ្ញុំបានធ្វើការ post ជា status ដែលប្រាប់អ្នកនរគ្នាពីរបៀបធ្វើវាហ្នឹងណាអញ្ចឹងគឺងាយស្រួលទេបើសិនជាអ្នកនរគ្នាកំពុងតែជួបជាមួយនឹងបញ្ហាlogin Telegram ទៅទូរស័ព្ទដៃថ្មីហើយវាទាលុយអ្នកទាំងអស់គ្នាមានរឿង3ដែលអ្នកទាំងអស់គ្នាត្រូវធ្វើរឿងទី1បើសិនជាយើងទិញទូរស័ព្ទដៃថ្មីមកហើយវាជួ Wi-Fi ហើយយើងចាប់ផ្ដើមធ្វើការ login វាអត់ចូលទេទី1ក៏វាអត់ផ្ញើលេខកូដឲ្យពេលដែលផ្ញើលេខកូដឲ្យក៏វានៅតែទាលុយដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចបិទ Wi-Fi ចោលទៅយើងអាចសាកបើក 3G ឬមួយក៏ 4G 5G ដែលយើងមានបន្ទាប់ពីយើងបើក 4G ឬក៏ 5G ដែលយើងមានហើយពេលដែលយើងចាប់ផ្ដើម login នៅលើទូរស័ព្ទដៃថ្មីរបស់យើងទៅវាផ្ញើសារឲ្យធម្មតាក៏ប៉ុន្តែពេលដែលចូលទៅវានៅទាលុយដដែលមែនអត់អ្នកទាំងអស់គ្នាអាចបិទ 4G ឬក៏ 5G របស់អ្នកទាំងអស់គ្នាចោលមួយទៀតអ្នកទាំងអស់គ្នាគ្រាន់តែមានទូរស័ព្ទដៃកញ្ចាស់មួយនៅជិតខ្លួនអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ share Wi-Fi ពីទូរស័ព្ទដៃរបស់យើងអាចចាស់ចូលទៅក្នុងទូរស័ព្ទដៃថ្មីអ្នកទាំងអស់គ្នា login ទៅគឺជោគជ័យតែម្ដងអានេះគឺសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃ iPhone ហើយ90% ដែលខ្ញុំធ្វើបានច្រើនមែនតើអញ្ចឹងអានេះគឺជាចំណុចមួយដែលល្អហើយសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានតោះទោះបីជាយ៉ាងណាក៏ដោយអានេះគ្រាន់តែជាការនិយាយរបស់ខ្ញុំឥឡូវនេះគឺខ្ញុំនឹងទៅធ្វើការលម្អិតឲ្យអ្នកនរគ្នាបានមើលទី1គឺខ្ញុំបិទ Internet 3G ទី2គឺខ្ញុំបិទ Wi-Fi ហើយទី3គឺខ្ញុំបើក hotspot ពីទូរស័ព្ទដៃឡាកាចាស់របស់ខ្ញុំនេះដាក់ចូលទៅក្នុងទូរស័ព្ទដៃថ្មីហើយយើងធ្វើការ login Telegram ជាធម្មតាមុននឹងចូលទៅដល់វីដេអូនេះបើសិនជាអ្នកនរគ្នាចង់ទិញដាច់ឬមួយក៏វាយដូរទូរស័ព្ទដៃថ្មីអ្នកនរគ្នាកុំភ្លេចជាមួយនឹងហាងលក់ទូរស័ព្ទដៃ Double Store នៅហាងរបស់គាត់គឺមានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ model series មានចាប់ពី iPhone 11រហូតដល់ iPhone 17 Pro Max ថ្មីប្រអប់អ្វីដែលសំខាន់នៅហាងរបស់គាត់តម្លៃសមរម្យនិងមានការធានាមួយឆ្នាំចេញពីហាងផ្ទាល់ផងដែរសម្រាប់ link អ្នកនរគ្នាអាចរកបាននៅក្នុង description តោះកុំឲ្យខាត់ពេលអ្វីដែលអ្នកនរគ្នាត្រូវធ្វើយើងចូលមកក្នុង setting ទូរស័ព្ទដៃកញ្ចាស់របស់យើងមកសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone ណាហើយបន្តមកទៀតគឺយើងមើលទៅលើកន្លែងនេះគឺគេដាក់ថា personal hotspot អញ្ចឹងយើងចុចមកលើហ្នឹងមកប៉ុន្នេះគឺរួចជាការស្រេចអ្នកនរគ្នាហើយបន្តមកទៀតគឺយើងយកទូរស័ព្ទដៃថ្មីរបស់យើងមកអ្នកនរគ្នាអានេះគឺ iPhone 7ខ្ញុំទិញថ្មីថ្លៃមែនតើអញ្ចឹងយើងចូលមកកន្លែង setting ហើយយើងដូរកន្លែង Wi-Fi នេះមកយើងមិនបាច់ប្រើ internet ហើយក៏យើងមិនចាំបាច់ប្រើ Wi-Fi ហ្នឹងដែរយើងចូលមកយើងឃើញ Wi-Fi នៅក្នុងទូរស័ព្ទដៃរបស់យើងឈ្មោះអីយើងដាក់ឈ្មោះហ្នឹងមកឥឡូវនេះគឺខ្ញុំសូមដាក់ទៅ Wi-Fi របស់ខ្ញុំសិនបន្ទាប់ពីយើងវាយលេខកូដរួចរាល់ហើយយើងចុចចញវាមកអូខេឥឡូវគឺយើងភ្ជាប់ Wi-Fi រួចជាការស្រេចឥឡូវយើងចូលទៅក្នុង Telegram យើងចូលមក Telegram មកបន្តមកទៀតគឺយើងវាយជាមួយនឹងលេខ Telegram ដែលយើងមានមកយើងវាយរួចរាល់ហើយយើងចុច continue អូខេដល់កន្លែងនេះគឺវាផ្ញើទៅក្នុង email របស់ខ្ញុំដែល email ហ្នឹងគឺខ្ញុំបានភ្ជាប់រួចរាល់ហើយអញ្ចឹងកន្លែងនេះបើសិនជាយើងអត់ទាន់បានដាក់ email គឺអ្នកនរគ្នាដាក់ email សិនមកអានេះគឺវាផ្ញើចូល email ទូរស័ព្ទដៃរបស់ខ្ញុំឥឡូវខ្ញុំយកលេខកូដ Telegram ហ្នឹងមកដាក់សិនឃើញអ្នកទាំងអស់គ្នាពេលដែលយើងយកលេខកូដពីទូរស័ព្ទដៃរបស់យើងមកយើងដាក់ចូលទៅកន្លែងនេះគឺដោយសារតែខ្ញុំបានធ្វើការចាក់ជាមួយនឹងសោលេខសម្ងាត់របស់ខ្ញុំណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាក់អ្នកទាំងអស់គ្នាវាយចូលទៅក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចាក់ទេកន្លែងនេះគឺវាអត់លោតមកទេឥឡូវខ្ញុំសូមវាយជាមួយនឹងលេខកូដសម្ងាត់របស់ខ្ញុំសិនចុច continue អ្នកទាំងអស់គ្នាឃើញអត់នេះគឺយើងបានចូលទៅជោគជ័យ 100% អ្នកទាំងអស់គ្នាមិនថាអ្នកនរគ្នាទិញទូរស័ព្ទដៃ iPhone 17 Pro Max ឬមួយក៏អ្នកនរគ្នាប្រើ A7 Pro Max នៅក្នុងដៃរបស់ខ្ញុំនេះទេគឺអ្នកនរគ្នាអាចសាកល្បងវិធីនេះបានសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃ iPhone ណាអ្នកនរគ្នាឥឡូវនេះគឺយើងធ្វើបានសម្រាប់រួចរាល់ហើយសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃ iPhone ហើយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Android វិញគឺអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង Play Store ហើយ download ជាមួយនឹងកម្មវិធី iMe មួយនេះមកគឺអ្នកនរគ្នាអាចធ្វើការ login ចូលបានជាធម្មតាគឺងាយស្រួលទេសម្រាប់ទូរស័ព្ទដៃ Android អរគុណច្រើនមួយទៀតទាំងអស់គ្នាខ្ញុំមានរឿងចង់ប្រាប់នៅថ្ងៃទី21ឬក៏ថ្ងៃអាទិត្យហ្នឹងគឺខ្ញុំបានយកអង្ករក៏ដូចជាស្បៀងព្រមទាំងអំបុកជាមួយនឹងរបស់របរប្រើប្រាស់ផ្សេងជូនទៅបងវីរៈកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកយើងដោយសារតែសង្គ្រាមឥឡូវនេះ
ក៏មិនទាន់បញ្ឈប់ទេបើគិតទៅគឺវាចំណាយពេលយូរមែនតើជនភេទសឹករបស់យើងគឺកើនឡើងច្រើនមែនតើចឹងបើសិនជាអ្នកនរគ្នាចង់ចូលរួមជាថវិកាជាមួយនឹងខ្ញុំគឺអ្នកនរគ្នាអាច scan នៅលើ ABA នេះបានដោយសារតែខ្ញុំទៅផ្ទាល់តែម្ដងហើយទៅលើរបស់របរប្រើប្រាស់ក៏ដូចជាអង្គអំបុកអីហ្នឹងគឺមានគ្រប់គ្រាន់ណាស់ហើយក៏ប៉ុន្តែយើងនៅខ្វះថ្លៃសាំងខ្លះអញ្ចឹងអ្នកនរគ្នាអញ្ចឹងក៏ភ្លេចចូលរួមជាមួយនឹងខ្ញុំអ្នកនរគ្នាអរគុណជួបគ្នាជាមួយនឹងវីដេអូក្រោយទៀត